តាមស្ថិតិឬសូគេនិយាយថាមនុស្សចំនួន60000នាក់ជាងបានទៅចូលរួមនៅវត្តចន្ទបជោតនារាមហៅវត្តសុតនៅក្នុងថ្ងៃចូលឆ្នាំទី3ដែលយើងហៅថាថ្ងៃឡើងស័កផងដែរបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទមកជួបគ្នាជាថ្មីម្ដងទៀតជាមួយនឹងវីដេអូរបស់ខ្ញុំបាទផងដែរថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតមកចែកជូនបងប្អូនទាំងអស់គ្នាទស្សនាដែលជាវីដេអូសកម្មភាពក្រុមគ្រួសាររបស់ខ្ញុំបាទហ្នឹងគឺនាំគ្នាបាទទៅកាន់វត្តចន្ទបជោតនារាមហៅវត្តសុតនៅថ្ងៃចូលឆ្នាំទី3បងប្អូនដែលយើងហៅថាថ្ងៃឡើងស័កអញ្ចឹងណាបងប្អូនហើយនេះគឺជាសកម្មភាពដែលក្រុមគ្រួសាររបស់ខ្ញុំមានបងថ្លៃចំនួនមួយរបស់ខ្ញុំហើយនឹងមានម៉ែក្មេកមានប្អូនថ្លៃមានអ៊ំមានអីចឹងទៅហើយយើងដាក់មួយឡានហ្នឹងទៅបាទគ្នា4នាក់អញ្ចឹងទៅហើយរៀបចំចេញដំណើរទៅហើយមែនតើទៅគឺត្រូវនៅលក់ទេក៏ប៉ុន្តែដោយសារតែត្រូវចង់ទៅចូលរួមនៅកម្មវិធីបាទបុណ្យចូលឆ្នាំនៅថ្ងៃទី3នៅវត្តតសុតហ្នឹងគឺត្រូវបិទតូបបាទត្រូវផ្អាកលក់មួយល្ងាចចឹងទៅបងប្អូនដើម្បីទៅឲ្យតន់គេអញ្ចឹងណាបងប្អូនហើយមែនតើទៅនេះគឺម៉ោង 5:76 បងប្អូនហើយបងប្អូនមើលក្នុងវីដេអូនេះឃើញហ្នឹងគឺទៅដល់ទីតាំងវត្តសុតហ្នឹងគឺរៀងប្រលប់ហើយបងប្អូនម៉ោងប្រហែលជាខ្ទង់6ជាងអីហើយបងប្អូនហើយបងប្អូនបានឃើញនៅក្នុងវីដេអូនេះហើយគឺតកតងនឹងចំនួនអ្នកទៅបងប្អូនមើលតឡានទៅដឹងបងប្អូនហើយតងំតែខ្ញុំបានបាទរកកន្លែងដាក់ចតឡានហ្នឹងបានគឺយូរមែនតើបងប្អូនដោយសារតែស្ទះមានបងប្អូនពុទ្ធបរិស័ទអ៊ំមីមិញបងប្អូនយើងទៅចូលរួមនៅក្នុងកម្មវិធីហ្នឹងច្រើនមែនតើហើយនេះគឺជាសកម្មភាពដែលយើងចុះពីឡានបាទដើរឆ្ពោះទៅកាន់ទីកន្លែងកម្មវិធីអញ្ចឹងណាបងប្អូនហើយពេលដែលពួកខ្ញុំចុះពីឡានទៅគឺឮសូរបាទសង្ឃដីការបស់ព្រះអង្គច័ន្ទមនីហ្នឹងគឺសម្ដែងពធទេសនាបដាហើយហើយនេះគឺជាទស្សនវិជ្ជារបស់អូននឹងសីគាត់បានយកបច្ច័យតិចតួចទៅដាក់បាទជូនបងប្រុសម្នាក់ដែលគាត់សុំទានណាបងប្អូនបាទអូននឹងសីចេះសាពះចេះអីចឹងទៅដោយសារតែយើងបរិញ្ញាគាត់ចេះសាពះចឹងបងប្អូនហើយទៅនឹងគឺមានតែអូននឹងសីមួយទេដែលកូនក្មេងកាលពីហ្នឹងសិតតែមនុស្សចាស់អស់ហើយនេះគឺជាសកម្មភាពដែលយើងធ្វើដំណើរឆ្ពោះទៅកាន់ទីតាំងកម្មវិធីហ្នឹងបងប្អូនដើរភ្លេចខ្លួនទៅដល់ទីតាំងគឺល្ងឹតល្មមបងប្អូនទៅដល់ល្ងឹតល្មមបងប្អូនចាំទស្សនាវីដេអូនឹងបន្តទៅនេះបងប្អូនគឺជាកន្លែងដែលយើងបញ្ជ្រាបទៅបងប្អូនហើយត្រូវឆ្លងស្ពានឆ្លងអីហើយស្ពានអាស័យទៀតបងប្អូនអ្នកដែលធ្លាប់បានទៅកាន់វត្តតសុតគឺបងប្អូនប្រកាសជាដឹងហើយគឺត្រូវឆ្លងកាត់ស្ពានអាស័យស្ពានអីចឹងបងប្អូនបានទៅដល់ទីតាំងវត្តខាងក្នុងអញ្ចឹងណាបងប្អូនហើយនេះគឺយើងចាប់ដើមសួររកគ្នាមកជុំគ្នាអស់នៅដើម្បីដើរកុំឲ្យវិញដើម្បីបាត់គ្នាមិនដឹងថាម៉េចបងប្អូនទៅដល់ហ្នឹងគឺសម្រាប់សេវាទូរស័ព្ទគឺចាប់ដើម slow ចាប់ដើមដាច់សេវាអញ្ចឹងណាដូចខ្ញុំប្រើពីប្រព័ន្ធទៅដល់ហ្នឹងគឺដាច់ទាំងពីរប្រព័ន្ធបងប្អូនគឺតេរកគ្នាបានអ៊ីនធឺណិតក៏អត់ដើរអីចឹងណាបងប្អូនមិនដឹងថាម៉េចដែរមកពីទូរស័ព្ទខ្ញុំឬក៏មិនដឹងនេះបងប្អូនគឺជាស្ពានអាស័យបងប្អូនដែលយើងត្រូវឆ្លងកាត់ស្ពានហ្នឹងដើម្បីទៅដល់ទីតាំងកម្មវិធីពេលយើងឆ្លងស្ពានអាស័យមកដល់កន្លែងនេះគឺស្រស់ស្រាយមែនតើបងប្អូនដោយសារគឺទីធ្លាវត្តគឺស្រឡះធំមែនតើបងប្អូនហើយយើងឆ្លងផុតទៅនឹងបន្តិចទៅដល់កន្លែងកម្មវិធីយើងបត់ឆ្វេងបន្តិចទៅយើងមានឆ្លងកាត់ស្ពានរូបនាគណាបងប្អូន
បន្ទាប់មកយើងបានដើរទៅដល់កន្លែងកម្មវិធីដែលមានលោកតាលោកយាយអ៊ំមានមិញបងប្អូនទាំងអស់គ្នាបានអង្គុយសាពះបត់ជើងសាពះនៅស្ដាប់នៅការសម្ដែងធម៌ទេសនារបស់ព្រះអង្គច័ន្ទមនីអញ្ចឹងណាបងប្អូននេះចាប់ផ្ដើមរៀបចំដើរទៅហើយនេះគឺគ្រូសាស្ត្ររបស់ខ្ញុំគាត់ដើរខាងមុខហើយខ្ញុំពោអូននឹងស្អីទៅដល់មុខបន្តិចអូននឹងស្អីថាប៉ាអូនចង់ដើរអញ្ចឹងគាត់ទៅលាក់អូននឹងស្អីដើរទៅបងប្អូនមនុស្សដែលទៅចូលរួមខ្ញុំក៏មិនដឹងថាមានប្រមាណប្រកាសដែរប៉ុន្តែខ្ញុំឮសូនអ្នកដែលទៅចូលរួមកម្មវិធីគាត់និយាយថាស្ថិតិតាមដែលដឹងគឺមានមនុស្សដែលទៅចូលរួមចំនួនខ្ទង់ប្រហែលជា 60000 នាក់ជាងខ្ញុំមិនដឹងថាតួលេខនេះពិតប្រាកដឬក៏យ៉ាងម៉េចទេណាព្រោះសារខ្ញុំក៏មិនដឹងថាយកអីទៅវាស់ទៅស្ទង់ដែរប៉ុន្តែលើសូគេនិយាយតគ្នាគឺយើងមើលទៅតាមមនុស្សចេញចូលហើយនឹងឡានហើយនឹងមនុស្សដើរប្រជៀតគ្នាគឺច្រើនមែនទែនបងប្អូនហើយជាមួយទៀតបងប្អូនបន្តទស្សនាវីដេអូនៅបន្តទៀតបងប្អូនឃើញថាមនុស្សច្រើនប៉ុណ្ណាគឺខ្ញុំវាសទូរស័ព្ទថតបងប្អូនគឺវាសទៅកន្លែងណាក៏ឃើញមនុស្សដែរបងប្អូនគឺរកកន្លែងអង្គុយអត់មានទេបងប្អូនគឺប្រជៀតគ្នាគ្រប់ទៅកន្លែងបងប្អូនហើយដល់ពេលដែលយើងចូលទៅដល់កន្លែងនោះគឺគេហៅថាអុកស៊ីសែនអត់សូវមានទេដោយសារមនុស្សច្រើនពេកទៅយើងរៀងហប់រៀងក្តៅណាបងប្អូនហើយខ្ញុំចាប់អារម្មណ៍មួយទៀតខ្ញុំមិនដឹងថាបងប្អូនទាំងអស់គ្នាគិតដូចខ្ញុំឬក៏យ៉ាងម៉េចខ្ញុំចាប់អារម្មណ៍មួយចំណុចគឺពាក់ព័ន្ធនឹងអាកាសធាតុបងប្អូនពេលដែលខ្ញុំនៅទីតាំងវត្តហ្នឹងអាកាសធាតុគឺហាក់បីដូចជាចង់រកភ្លៀងបងប្អូនក៏ប៉ុន្តែពេលដែលអត់ដឹងថាម៉េចមិនដឹងថាម៉េចក៏វាដូចជាក្រាន់តែត្រឹមតែភ្នែកបន្ទោលអីចឹងទៅតែអត់ភ្លៀងទេបងប្អូនអត់ភ្លៀងសោះហើយខ្ញុំចិត្តតែភ័យខ្លាចក្រែងទៅអូមនុស្សច្រើនអញ្ចឹងបងប្អូនហើយយើងមានដបូលមានអីបាត់បាំងមកពីណាបងប្អូនគឺនៅនេះដូចបងប្អូនឃើញហើយអង្គុយនៅវាលល្វឹងល្វើយអញ្ចឹងហើយចុះឧទាហរណ៍តែភ្លៀងបងប្អូនរត់ទៅជ្រោកតាណាអីតាណាទៅអញ្ចឹងណាចិត្តតែគិតអញ្ចឹងហើយភ័យខ្លាចថាពេលតែភ្លៀងទៅលោកយាយលោកតាអីរត់ពិសេសពិសាយទៅជន់គ្នាខ្ញុំចិត្តតែគិតណាប៉ុន្តែដល់ពេលមែនតើមិនអត់ភ្លៀងទេដល់ពេលដែលចប់កម្មវិធីខ្ញុំបានចេញឡានត្រឡប់មកវិញប្រហែលជាម្លងប្រហែលជាប្រមាណគីឡូដីពីទីតាំងវត្តស្រាប់តែឃើញស្ថានភាពផ្លូវមានការសើមដក់ទឹកតាមផ្លូវអញ្ចឹងណាបងប្អូនអញ្ចឹងមានន័យថាខ្ញុំសន្មតថានៅក្នុងបរិវេណវត្តសុទ្ធគឺអត់ភ្លៀងក៏ប៉ុន្តែនៅខាងក្រៅផុតតែប្រមាណគីឡូដីទៅពីវត្តហ្នឹងគឺភ្លៀងជោគជាំជាក់ស្ដែងគឺមកដល់ផ្ទះគឺមែនគឺសើមជោគជាំដូចផ្ទះខ្ញុំហ្នឹងគឺទឹកដក់លហាចលហឹមពេញហ្នឹងបងប្អូនហើយឆ្នាំងឬក៏ចាននេះខ្ញុំដាក់នៅខាងក្រៅសម្រាប់ដាក់ឲ្យឆ្កែឲ្យមន់ផឹកទឹកហ្នឹងគឺទឹកដក់ឡើងពេញបងប្អូនហើយទឹកហូរសឹងទៅជាផ្លូវអស់ហើយប៉ុន្តែនៅទីតាំងវត្តគឺបងប្អូនឃើញស្រាប់ហើយគឺអត់មានភ្លៀងសូម្បីតែមួយតំណក៏អត់មានដែរបងប្អូននេះបងប្អូនឃើញហើយមនុស្សច្រើនមែនតើខ្ញុំវាសទូរស័ព្ទទៅតាណាក៏ជាប់មនុស្សដែរបងប្អូនហើយខ្ញុំរកកន្លែងអង្គុយអត់ឃើញទេនេះគឺជាទស្សនវិជ្ជានៅខាងក្នុងហើយខ្ញុំតាំងចិត្តពីផ្ទះខាងបើចូលតែបានទៅហើយពុទ្ធសាសនានេះជាលើកទី1សម្រាប់ខ្ញុំដែលខ្ញុំទៅកាន់ទីតាំងវត្តតសតណាបងប្អូនប៉ុន្តែខ្ញុំជាមួយចិត្តពីផ្ទះខាងបើចូលតែបានទៅហើយចង់ឃើញប្រភពព្រះអង្គច័ន្ទមនីបានចិត្តបានគៀកអញ្ចឹងណាបងប្អូនព្រោះធ្លាប់ឃើញទៅតាមទូរស័ព្ទតាម social media ដែលគេផុសក៏ប៉ុន្តែអត់ដែលបានឃើញប្រភពលោកផ្ទាល់ទេអញ្ចឹងណាប៉ុន្តែមានណាទៅដល់គឺខកបំណងអត់បានទេដោយសារអីគឺព្រះអង្គនោះសំដែងធម៌នៅឯណោឆ្ងាយណាមើលពីឆ្ងាយទៅឃើញលំប៉ុន្តែស្ដាប់បានតែសង្ឃដីការបស់លោកសំដែងធម៌ទេសនានិងផ្ដល់អាវាតអីផ្សេងៗយ៉ាងទៅក៏ប៉ុន្តែមើលអត់ឃើញចិត្តប្រភពព្រះអង្គទេដោយសារនៅឆ្ងាយពេកមនុស្សតាណាក៏ច្រើនណាបងប្អូនគឺបងប្អូនឃើញថាមនុស្សណែនណាន់តាន់តាប់កក់កុញច្រើនមែនតើអញ្ចឹងបងប្អូនហើយខ្ញុំកំពុងតែvoice សលេងបដាខ្ញុំកំពុងអាសម័យថាបើឧទាហរណ៍ថាថ្ងៃធម្មតាដែលមិនមានបុណ្យមិនមានកម្មវិធីណាបងប្អូនហើយបើយើងចូលទៅទស្សនាដើរកំសាន្តនៅក្នុងទីអារាមវត្តសុទ្ធនេះខ្ញុំមិនដឹងថាឆ្លាស់មុខឆ្លាស់មាត់ប៉ុណ្ណាបងប្អូនដោយសារអីទីធ្លាឆ្លាស់វាលមែនតើហើយមួយទៀតចង់chia sẻដល់បងប្អូនទាំងអស់គ្នាផងដែរថាវីដេអូនេះរៀងវែងបន្តិចហើយបងប្អូនដោយសារអីខ្ញុំមិនដឹងទៅត្រូវកាត់មិនដើម្បីឲ្យវាខ្លីទៅដោយសារតែនេះខ្ញុំថតសង្ខេបផងទេបើសិនតែយើងថតយកពេញសាច់មែនតើគឺវែងហ្នឹងបងប្អូនប៉ុន្តែដោយសារតែខ្ញុំនឹកឃើញថាកុំឲ្យបងប្អូនពិបាកទស្សនាទៅរៀងវែងបងប្អូនអត់ចង់មើលវែងអញ្ចឹងទៅខ្ញុំព្យាយាមថតកាត់ហើយខ្ញុំកាត់កន្លែងខ្លះចោលអញ្ចឹងណាបងប្អូន